ចូលមកដល់ឆ្នាំកូនពៅថ្នាក់ទី3ស្ថិតក្នុងបញ្ជីពណ៌សម្រិទ្ធមានកម្រិតលាបបង្ហូរចូល 49% ចន្លោះពីថ្ងៃទី11ដល់ថ្ងៃទី20ខែកក្កដាឆ្នាំ2026មានឆ្នាំវោករោងកលចស្ថិតក្នុងលេខសំណាង43ដើមស្ថិតក្នុងបញ្ជីពណ៌សម្រិទ្ធចុច share 2 ដងបងប្រាថ្នាអ្វីសូមឲ្យបានសម្រេចផុតពីគ្រោះផុតពីភ័យផុតពីចង្រៃឲ្យជួបតែសំណាងល្អមានលៀបមានជ័យបរិបូរណ៍ដោយលុយហូរចូលគ្រប់ទិសទាំង8ចូលមកស្ដាប់ការព្យាករណ៍ពាក់កណ្ដាលនៃខែកក្កដានៃឆ្នាំកូនពៅវោករោងកលចចន្លោះពីថ្ងៃទី11ដល់ថ្ងៃទី20ខែកក្កដាឆ្នាំ2026មានកម្រិតលាបបង្ហូរចូល 49%យកមើលថាលៀបឲ្យហូរចូលតិចតួចស្រួយស្ដាងមែនតើគួរត្បិតត្បៀតកុំឲ្យគេខ្ចីទីផ្ដាស់ប្រយ័ត្នខ្លួនឯងជាអ្នករងគ្រោះគួរត្បិតត្បៀតបើរបស់ណាដែលគួរចាំបាច់ចាំទិញរបស់ណាដែលមិនគួរចាំបាច់ទេកុំចំណាយកុំហក់លោតតាមគេមនុស្សជុំវិញខ្លួនវោករោងកលចនេះជាមនុស្សដែលរងគ្រោះច្រើនតែចាញ់បោកពាក្យផ្អែមអញ្ចឹងប្រយ័ត្នប្រយែងណាតនឹងឲ្យបានខ្ពស់លៀបហូរចូល 49% ក្នុងលៀបនេះមានការខាតលៀបខាតទ្របទៅវិញកម្រិត 59%អញ្ចឹងលៀបនឹងវាហូរចូល49តែលៀបដែលហូរចេញទៅវិញទ្របដែលអន្តរាយទៅវិញនឹងកម្រិត 59%គ្រោះពាក្យសម្ដីស្ថិតក្នុងបញ្ជីពណ៌ខ្មៅកម្រិត 79% ដែលគ្រោះពាក្យសម្ដីនេះបង្កឲ្យមានការចំនួនទី1បែកបាក់ទី2ខាតទ្របទី3បាត់បង់ការងារធ្វើទី4គ្រោះពាក្យសម្ដីនេះអាចបំផ្លាញអ្វីៗគ្រប់បែបយ៉ាងចំពោះភាពឆេវឆាវនិងភាពតក់ក្រហល់ភាពបង្ខំដោយមានការកាក់រុឆ្កែឆ្កៀលៀបពណ៌អំពីជនទី3ភេទស្រីចូលប្រយ័ត្នភេទស្រីភេទប្រុសចូលប្រយ័ត្នភេទប្រុសឲ្យបានខ្ពស់ជាទីបំផុតគ្រោះពាក្យសម្ដីនេះខ្ពស់មែនទែនគឺកម្រិត 79%ផ្នែកខាងជំងឺកម្រិត 69% ជំងឺនេះគឺស្ត្រីនិងបុរសឈឺដូចគ្នាគឺឈឺពីក្បាលចុះមកចុងដង្ហើមឬឈាងទៅដល់ក្បាលជង្គង់ដូចគ្នាផងដែរដូច្នោះគួរតែមានថ្នាំសម្រាប់សកួរកម្រិតនៃការបែកបាក់ដែលបណ្ដាលមកបញ្ជនទី3ផងនិងគ្រោះពាក្យសម្ដីផងមានកម្រិត 79% អញ្ចឹងប្រយ័ត្នប្រយែងចំពោះដៃគូស្នេហានិងចំនួនជាមួយនឹងមិត្តរួមការងារនិងដៃគូអាជីវកម្មផ្សេងៗមានកម្រិតខ្ពស់ដល់ 74% គ្រោះតាមដងវិថីមិនថាតាមដងវិថីផ្លូវចិត្តផ្លូវឆ្ងាយផ្លូវកោងផ្លូវបត់ផ្លូវព្រៃផ្លូវទឹកមិនថាក្នុងបន្ទប់ទឹកក្រៅបន្ទប់ទឹកក្នុងទ្វារតាមចណ្ដាលគឺមានកម្រិត 54% ដែលបង្កឲ្យមានរបួសស្នាមគួរសមដែរនិងខូចខាតទ្រព្យក៏គួរសមដូចគ្នាផងដែរគួរប្រុងប្រយ័ត្នកម្រិតនៃការចាញ់បោកមានកម្រិត 86% ដែលការចាញ់បោកនេះមិនមែនសំដៅទៅលើអ្នកដទៃតែម្យ៉ាងទេសូម្បីតែមនុស្សជាទីស្រឡាញ់មិត្តរួមការងារបងប្អូនក៏ឆ្នាំទាំង4ដួងនេះចាញ់បោកដូចគ្នាផងដែរមានកម្រិត 86% នៃការចាញ់បោករួមបញ្ចូលទៅការឲ្យលុយគេខ្ចីដូចគ្នាអញ្ចឹងក្នុងនោះក៏ខាតលៀបដូចគ្នាផងដែរទិសគួរប្រុងប្រយ័ត្នគឺទិសខាងលិចគួរប្រុងប្រយ័ត្នបានខ្ពស់ជាទីបំផុតមិនថាធ្វើដំណើរទៅកំសាន្តទិសខាងលិចឬក៏មនុស្សមកទិសខាងលិចក្តីគួរប្រុងប្រយ័ត្នសម្ពាធផ្លូវចិត្តខ្ពស់មែនតើដល់តែ 89% មួយរយៈនេះវោករោងកលចគិតច្រើនណាស់មានបញ្ហាច្រើនណាស់ផុតពីមួយចូលមួយផុតពីមួយចូលមួយអត់ចេះចប់អត់ចេះហើយទេដូច្នោះរឿងណាដែលគួរគិតចាំគិតរឿងណាដែលមិនគួរគិតទេមិនបាច់គិតទេពីព្រោះឲ្យសម្ពាធផ្លូវចិត្តនេះក៏បង្កទៅជាឲ្យមានយើងឈឺស្កាត់ដូចគ្នាផងដែរសម្ពាធផ្លូវចិត្តគឺកម្រិត 89% ពណ៌ដែលគួរកាត់បន្ថយនៃការប្រើមានពណ៌2ពណ៌ខ្មៅនិងពណ៌ក្រហមគួរកាត់បន្ថយការប្រើឲ្យបានច្រើនជាទីបំផុតព្រោះឯពណ៌2នេះវាឆុងជាមួយនឹងឆ្នាំវោករោងកលចចំពោះឆ្នាំកូនពៅឧស្សាហ៍ធ្វើម្ហូបអាហារជូនម្ដាយឪពុកបើនៅចិត្តបើនៅឆ្ងាយឧស្សាហ៍ជូនបច្ច័យម្ដាយឪពុកដាក់បាតប្រសង់បូជាផ្កាចំពោះព្រះសមាធិប្រឡែងស័ក្តិថ្វាយបង្គំព្រះមុនចូលគេងដើម្បីចម្រើនរាសីចម្រើននៃជះហើយកាត់បន្ថយនៃការគិតរបស់យើងឲ្យបានច្រើនផងជាចុងក្រោយជម្រាបលាបិទបញ្ចប់ឆ្នាំទាំង12ដួងត្រឹមឆ្នាំកូនពៅវោករោងកលចស្ថិតក្នុងបញ្ជីពណ៌សម្រិទ្ធកម្រិតលៀបបង្ហូរចូល 69% លេខសំណាង43ដើមជាចុងក្រោយសូមជម្រាបលា